សួស្តីអ្នកដែលនិយមប្រើប្រាស់ browser Chrome ទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញនៅមុខងារថ្មីមួយដែលប្រកបបានដាក់ដំណើរការនៅលើ browser Chrome មុខងារនោះមានឈ្មោះថា Tab Split View ដែលអ្នកទាំងអស់គ្នាអាច split tab ជាពីរបានឬក៏យើងអាច merge page ពីរបញ្ចូលគ្នាហើយយើងអាចមើលក្នុងពេលតែមួយដើម្បីអាចដំណើរការមុខងារនោះបានតើអ្នកគ្រាន់ចុចទៅកាន់ tab ណាមួយរួចចុច mouse ស្ដាំលើវាមកហើយបន្តមកទៀតតើអ្នកយកពាក្យ add tab to new split view បន្តមកទៀត Google នឹង split page ដែលអ្នកចុច right click នេះទៅម្ខាងនៅខាងឆ្វេងហើយនៅខាងស្ដាំបង្ហាញនៅ preview tab ទាំងអស់ដែលអ្នកបានបើកចឹងបើសិនតើអ្នកចង់បើកមួយណាដែលនៅ split ជាមួយនឹង tab ដែលកំពុងតែបើកហើយហ្នឹងតើអ្នកចុចមកទៅមកវាបាន tab 2ក្នុងពេលតែមួយបែបនេះចឹងមានន័យថាបើសិនជាខ្ញុំ click នៅលើ link នេះ URL នេះគឺរបស់ page ហ្នឹងចឹងតើអ្នកឃើញស្រឡាញ់វារឿងដិតជាងបន្តិចណាoutline ដែលនេះវាខ្មៅដិតបន្តិចនេះ page ចឹង click នេះវិញខ្ញុំឃើញឃើញ URL របស់ page នេះហើយបើសិនជាអ្នកចង់មើល setting វាបន្ថែមទៀតយើងមើលឡើងនេះអញ្ចឹងកន្លែងនេះមាន separate view មានន័យថាទៅជា tab មួយចេះវិញវាលែងចូលគ្នាណាហើយកន្លែងនេះគឺបិទនៅខាងឆ្វេងឥឡូវនេះគឺមានថាបិទ website មួយនេះហើយបិទនៅខាងស្ដាំនេះមានន័យថាបិទនៅខាងនេះហើយបើសិនជាករណីអ្នកចង់ reverse មានន័យថាយើងត្រឡប់ពីឆ្វេងស្ដាំឬក៏ស្ដាំទៅឆ្វេងយើងអាចចុចលេខនេះបានខ្ញុំគិតថាមុខងារនេះល្អមែនទែនសម្រាប់អ្នកដែលគាត់អានច្រើនគាត់ស្រាវជ្រាវគាត់ប្រៀបធៀបប្រធានបទឬក៏អ្នកដែលគាត់ធ្វើ website អីគាត់អាច compare ទម្រង់មួយនេះទម្រង់មួយនោះគាត់អាច benchmark website ម្ដងពីរប្រៀបធៀបគ្នាម្ដងមួយអីបានអញ្ចឹងណាអញ្ចឹងគឺជារឿងល្អមួយមុខងារនេះគឺជាមុខងារថ្មីហើយខ្ញុំសង្ឃឹមថា Microsoft Edge ប្រហែលជានឹងដាក់មុខងារនេះនៅតាមក្រៅ Google ពេលណាមួយអរគុណដល់អ្នកចំពោះការតាមដានទស្សនាវីដេអូនេះរហូតដល់ចប់យើងជួបគ្នានៅវីដេអូក្រោយ